បងប្អូនបាទគូដែលខ្ញុំស្រឡាញ់ថានឹងប៉ាល់ឈុលនៅពីដល់នេះបាទគូសងសឹកបាទថៃរ៉េតកាលមុនចាញ់គាត់ដោយផ្លែជង្គង់ឥឡូវគឺសូរ៉ុបនេះល្អបាទសប្តាហ៍បន្ទាប់ទៅនោះគឺថាផ្ដួលមកធនធានទៀតអេបាទណែបាទគេច្បាស់សូរ៉ុបនេះបាទស៊ីសគីឡូធំបាទវាយ75គីឡូនេះបងប្អូនបាទចុំបាទហើយនេះទូជាងគេតិចអូបាច់អីចេះបាញ់វិញចូលមកសូរ៉ុបនេះវាយវែងហើយបាទវែងឲ្យធ្ងន់អូបាំរ៉េតវាយបាក់ឈោងវាយបងប្អូនបាទអានេះយើងនិយាយតាមមើលឃើញគឺរៀងចាញ់កាយសម្បទាគេធ្ងន់គេវែងណែចាក់អូយបាទស្អាតហើយបាទយើងសាច់ហើយបាទដងហើមបាត់ហើយបាទតែចាំមើលសិនកែខៃសិនអូយអូចូលពេញស្លាប់ទៀតបាត់ហើយរ៉េតមិនហើយបាទអូបាទសូរ៉ុបនេះល្អមែនបងប្អូនអើយបាទអូបាទបាញ់មិញឲ្យហែតាំងតែពីអាមុនហ្នឹងគឺបកម្ដងហើយនេះមើលរៀងរើគាត់មកពោះហើយបាទគីឡូ75នៅម្នាក់ទៀតយើងគឺកីឡាករឈឿនល្វីបាទឲ្យដូចជាធ្លាក់ poster មកបាទវាយឈឿនល្វីនៅកំពង់សោមអូរ៉េតចូលធូណាកវីក្បាលដឹងខ្លួនទេបាទរៀងដឹងខ្លួនទេអូបាទស្ដាយមែនតើមកពងតាមវាយប៉ែប៉ក់បាទបងល្វីគឺត្រៀមខ្លួនមកក្រោយទៅឃើញការប្រកួតនេះបាទប្រយ័ត្នដាក់ក្បាច់កែងបកនេះបាទតែបើដាក់បងល្វីគឺកពស់កពប្រហែលគ្នាដាក់បងល្វីកពស់កពប្រហែលគ្នាលើបងប្អូនជួយខមមិនបាទគីឡូ75បងប្អូនបាទញាក់សាច់បាទ3ប្រកួតនៅខ្មែរគឺទឹក1ទឹក3បាទអត់ចប់ទឹកទេកីឡាកររូបនេះញាក់សាច់